បងប្អូនទាំងអស់គ្នាឆ្នាំនេះគឺជាឆ្នាំមួយដែលគូកំណត់កូនស្រីហើយក៏ជាឆ្នាំមួយដែលខ្ញុំរំភើបមែនតើបានបង្ហាញអារម្មណ៍មួយទៅប្រាប់កូននិយាយទៅឈិងលៀងគឺគាត់អត់ដឹងមុនទេគាត់អត់ដឹងថាខ្ញុំបានធ្វើជាវីដេអូមួយដើម្បីជូនពរគាត់និយាយទៅខ្ញុំអត់ដែលបង្ហាញអារម្មណ៍បែបហ្នឹងទៅដល់គាត់ណាបងប្អូនទាំងអស់គ្នាគាត់កាន់តែអត់ដឹងខ្លួនទៀតថាថ្ងៃហ្នឹងគឺខ្ញុំទៅចូលរួមដែរព្រោះខ្ញុំប្រាប់គាត់ថាខ្ញុំឈឺខ្ញុំអត់ស្រួលខ្លួនហើយក៏នៅមានរឿងជាច្រើនទៀតដែលសប្រាយគាត់មែនតើរីករាយថ្ងៃកំណត់កូនជីឈិងលីនអរគុណកូនដែលចូលក្នុងជីវិតម៉ាក់កូនប្រៀបដូចជាកែវភ្នែករបស់ម៉ាក់កូនជាខ្យល់ដង្ហើមរបស់ម៉ាក់ហើយកូនក៏ជាគ្រប់បែបយ៉ាងរបស់ម៉ាក់និយាយទៅថ្ងៃនេះម៉ាក់ពិតជាមានអារម្មណ៍រំភើបមែនទែនម៉ាក់បានបង្ហាញអារម្មណ៍មួយប្រាប់ឲ្យកូនបានដឹងម៉ាក់ចង់ប្រាប់ថាម៉ាក់ស្រឡាញ់កូនណាស់កូនម៉ាក់ពូកែកូនម៉ាក់អស្ចារ្យកូនម៉ាក់រឹងមាំហើយឆ្លងគ្រប់ឧបសគ្គទម្រាំមានថ្ងៃនេះខំប្រឹងតស៊ូមិនដែលខ្លាចនឿយហត់ធ្វើម៉េចឲ្យតាម៉ាក់និងប្អូនបានគេងលក់ស្រួលបានញ៉ាំឆ្ងាញ់មិនដែលសូម្បីតែគិតពីខ្លួនឯងកូនត្រូវចាំថាកូនអាចយំបានមួយម៉ោងមួយថ្ងៃមួយខែមួយឆ្នាំប៉ុន្តែមិនមែនមួយជីវិតម៉ាក់ពិតជាមានមោទនភាពតែមានកូនជាកូនស្រីម៉ាក់ពីក្មេងស្រីម្នាក់ចេះហៅលុយតាំងពីអាយុ9ឆ្នាំដើម្បីម៉ាក់និងបងប្អូនដែលក្មេងដទៃខ្លះអត់អាចធ្វើបានទេប៉ុន្តែកូនម៉ាក់ធ្វើបានហើយមានតែម៉ាក់ម្នាក់ទេដែលដឹងច្បាស់គ្រប់បែបយ៉ាងម៉ាក់សន្យាថាដរាបណាម៉ាក់នៅមានជីវិតម៉ាក់នឹងនៅឈរពីក្រោយកូនកាន់ដៃកូនហើយឆ្លងគ្រប់ឧបសគ្គមិនដែលទៀមទាមិនដែលចង់លយឆាយម៉ាក់នឹងនៅឈរពីក្រោយកូនម៉ាក់នឹងនៅក្បែរកូនកាន់ដៃកូនហើយឆ្លងគ្រប់ឧបសគ្គរហូតដល់កូនស្រីម៉ាក់បានសម្រេចគ្រប់បំណងប្រាថ្នាម៉ាក់ស្រឡាញ់កូនហើយក៏អរគុណដល់បងស្រីជីមីដែលឲ្យបងបានបង្ហាញអារម្មណ៍មួយប្រាប់ទៅដល់កូននិយាយទៅអារម្មណ៍បែបនេះគឺយើងអត់ដែលបង្ហាញប្រាប់គ្នាទៅវិញទៅមកទេពិតជាអរគុណមែនតើហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នាសម្រាប់ក្តីស្រឡាញ់អាណិតមកលើកូនស្រីខ្ញុំជីឈិងលីនបើគ្មានបងប្អូនទេក្មេងស្រីម្នាក់នេះក៏គ្មានថ្ងៃនេះដែរហើយពិតជាអរគុណក្រុមការងារទាំងអស់គ្នាសម្រាប់ថ្ងៃនេះ Happy birthday, happy birthday, happy birthday to you. កូនចាម៉ាក់គុំអូកូនស្រីម៉ាក់មានតែសេចក្តីសុខពេញមួយជីវិតនឹងបានជាគ្រប់ដំណងតែគ្នាម៉ាក់ស្រឡាញ់កូនពីតែចាំឲ្យបងអត់វិញអត់ថ្ងៃហ្នឹងម៉ាក់ឆ្លងឈាមដើម្បីកើតជាចេញមកចេះទៅម៉ាក់កូនចាបងប្អូនអរគ្នាសម្រាប់ពេលហ្នឹងហើយកូនសញ្ញាvớiម៉ាក់ថាកូននឹងបន្តធ្វើជាបងស្រីដ៏ល្អធ្វើជាកូនល្អឥឡូវទោះបីមានតែម៉ាក់ហើយមានតែប្អូនក៏មួយតែរយៈពេលមួយឆ្នាំនេះគឺម៉ាក់បានដល់ទូនាទីជាប៉ាផងជាម៉ាក់ផងមើលថែកូនទាំង3
តែម្នាក់ឯងអញ្ចឹងឥឡូវនេះគាត់អាចមានសមត្ថភាពផងលុយចាំម៉ាក់បែរនេះហើយគាត់អត់ចង់ឲ្យម៉ាក់បែរអីគុំម៉ាក់បែរមកច្រើនហើយហើយគាត់ឥឡូវគាត់ជួយអីម៉ាក់តបានច្រើនតែគាត់សន្យាថាដល់ទៅមុខម៉ាក់ចាស់ទៅគាត់អត់ឲ្យម៉ាក់បែរទេគាត់មើលថែម៉ាក់គាត់ចិត្តបែរដូចតែម៉ាក់មើលថែពួកគាត់បែរអញ្ចឹងហើយគាត់ក៏អត់មួតអត់ប្រាប់ម៉ាក់ដូចគ្នាព្រោះការគាត់នៅទូចគាត់មិនថាម៉ាក់បែរពួកមានគលិទីជាម៉ាក់ផងជាបែរផងតែម៉ាក់អត់ដែលអូហេតុដែលបងចៅកូនទេនៅតែអញ្ចឹងកូនមិនបាច់ដល់សប្ងៃនេះអញ្ចឹងកូនតែម្នាក់ម៉ាក់តែម្នាក់កូនជឿថាកូននឹងបីអីអញ្ចឹងម៉ាក់បានដូចគ្នាអរគុណ Happy birthday to you អរគុណកូនសង គេកូនស្រីខ្ញុំពិតជារំភើបមែនតើបងប្អូនអើយគឺបងស្រីជីមីមេរបស់គាត់ណាបានយកកាដូធំមែនតើមកឲ្យឈិងលៀនហើថាអាចធ្វើបានតែមួយទេហើយឈិងលៀននេះស្ទាក់ស្ទើរមិនដឹងថាយកមួយណាទេបងប្អូនអើយគ្រាន់តែបើកមកឃើញសោឡើងសណង្កាំងគាត់ឆ្ងល់ថាសោអីគេចេសោអីគេចេគឺជាសោខុនដូដែលគាត់បកគលជូនឈិងលៀនបងប្អូនអើយហើយមិនមែនមានតែខុនដូណាថែមកងដៃមួយទៀតនិយាយតាអារម្មណ៍ពេលហ្នឹងបាច់ថាឈិងលៀននេះសំបីតែខ្ញុំជាម្ដាយនេះក៏រំភើបឡើងសឡង្កាំងរកពីអីនិយាយអត់បានហ្មងបងប្អូននិយាយទៅទឹកចិត្តមេគឺធំធេងណាមេដែលល្អមេដែលកម្រមេដែលនាំយើងឆ្ពោះទៅរកភាពជោគជ័យគឺអត់ងាយរកបានទេបងប្អូនអើយអញ្ចឹងយើងមានតែខំប្រឹងប្រាប់កូនខំប្រឹងតបស្នងធ្វើខ្លួនឲ្យកាន់តែល្អកាន់តែជោគជ័យធ្វើឲ្យខាឡាលីលីផ្ទុះទៅមុខទៀតធ្វើឲ្យគាត់កាន់តែស្រឡាញ់អាណិតធ្វើឲ្យគាត់កាន់តែមានមោទនភាពមកលើយើងដោយអំពើល្អចេញពីទឹកចិត្តដ៏បរិសុទ្ធរបស់គាត់និយាយទៅគឺអត់អាចកាត់ថ្លៃទេបងប្អូនអើយហើយខ្ញុំនេះជាម៉ាក់វិញគឺរំភើបខ្លាំងមែនតើនៅពេលដែលឈិងលៀនគាត់បានទទួលមេមួយដ៏សែនល្អមានតំណុំមួយដ៏កក់ក្ដៅមានតំណុំមួយដែលមានតែភាពជោគជ័យឆ្ពោះទៅមុខទឹកចិត្តជាម្ដាយណាកាន់តែរំភើបជាងកូនទៀតបងប្អូនហើយពេលដែលកូនយើងមានក្តីសុខម្ដាយក៏មានក្តីសុខដែរហើយបងប្អូនបាច់កលេចមើលអីទេមើលតែស្នាមញញឹមស្នាមសាច់របស់គាត់ទៅគឺដឹងហើយថាអ្វីគ្រប់យ៉ាងដែលគាត់ធ្វើគឺចេញពីទឹកចិត្តដ៏ស្មោះសរនិយាយទៅកម្មវិធីយប់មិញពិតជារំភើបមែនតើរំភើបទាំងខ្ញុំរំភើបទាំងកូនរំភើបទាំងក្រុមការងាររួចបានមកវិញនៅភាពកក់ក្ដៅភាពរីករាយសប្បាយមែនតើមកយប់មិញហ្នឹងណាពោពេញដោយក្តីសុខហ្មងបងប្អូនអើយបន្តមកទៀតឈិងលៀនក៏បានកាត់នំណាបងប្អូនដែលយកបច្ចុកម៉ាក់បច្ចុកមេបច្ចុកបងប្អូនដែលចូលរួមចុកអូននិយាយទៅសប្បាយជុំគ្នាយើងក៏បានថតរូបមនុស្សសាវរីយ៍ជុំគ្នាក៏អាចហៅបានថាជាថ្ងៃមួយដ៏កម្របងប្អូនពួកខ្ញុំកម្រដូចថាមានក្តីសុខពេញលេញបែបហ្នឹងមានក្តីសុខមានតែស្នាមញញឹមបែបហ្នឹងយើងនឹងចងចាំអស់មួយជីវិត